អូខេអញ្ចឹងខ្ញុំឈ្មោះជាសំណាថ្ងៃខ្ញុំមកពីខាងក្រុមហ៊ុន Common ខ្មែរសម្រាប់ position របស់ខ្ញុំគឺ Business Development Executive មកដល់ពេលនេះខ្ញុំបាន around ជិត1ឆ្នាំហើយនៅធ្វើការនៅ Common ខ្មែរអញ្ចឹងជាដំបូងខ្ញុំមើលតាក់ទងជាមួយនឹង LinkedIn ខ្ញុំអូសមើលទៅក៏ឃើញមានតែការផុសតាក់ទងជាមួយនឹងឱកាសការងារជាច្រើនដែលតាក់ទងជាមួយនឹងខាងខ្ញុំហើយក្នុងនោះក៏ខ្ញុំឃើញតាក់ទងជាមួយនឹងការពណ៌នាពីការងារតាក់ទងជាមួយតើធ្វើឲ្យគេខ្លះមានទាំងការ responsibility ផ្សេងៗហ្នឹងគឺវា clear អញ្ចឹងហើយក៏ខ្ញុំតាក់ទងទៅខាង My World អញ្ចឹងសម្រាប់ការធ្វើការជាមួយ My World Career គឺតាមបទពិសោធន៍របស់ខ្ញុំគឺទី1យើងបានសម្ភាសជាមួយពួកគាត់ហើយគាត់ព្យាយាមយល់ពីយើងថាតើយើងមានអ្វីគេខ្លះសមត្ថភាពយើងប៉ុន្មានហើយបន្តមកទៀតគាត់បានណែនាំយើងតាក់ទងជាមួយនឹងឱកាសការងារហ្នឹងវាសមស្របជាមួយនឹងអ្វីដែលយើងត្រូវការហើយយើងអាចតាក់ទងជាមួយនឹងជំនាញរបស់យើងដែលយើងអាចធ្វើបានអញ្ចឹងកន្លងមកគឺគាត់ណែនាំរបស់យើងពីច្រើនតាក់ទងចំចំណុចដែលយើងចង់បានហ្នឹងហើយយើងងាយស្រួលក្នុងការធ្វើការមួយគាត់អាចតាំងពីការដែល submit តាក់ទងជាមួយនឹង CV follow up ការងារផ្សេងៗគឺយើងឃើញថាវា look professional ហ្នឹងហើយអ្វីដែលយើងចង់ធ្វើការជាមួយនឹង My World អូខេអញ្ចឹងសម្រាប់បទពិសោធន៍ផ្ទាល់របស់ខ្ញុំជាមួយនឹង My World គឺយើងមានតាំងពីមុនសម្ភារកំពុងសម្ភារនិងក្រោយសម្ភារជាក់ស្ដែងមុនសម្ភារគឺអូខេខ្ញុំបានធ្វើការជាមួយគាត់ available សម្រាប់ខ្ញុំគ្រប់ពេលសម្រាប់ក្នុងការសួរនាំទៅលើព័ត៌មានការងារផ្សេងៗដើម្បីខ្ញុំច្បាស់ទៅលើការងារមួយហ្នឹងបន្តមកទៀតអូខេខ្ញុំសម្រេចចិត្តក្នុងការសម្ភារអញ្ចឹងអំឡុងពេលដែលសម្ភារអញ្ចឹងខាងគាត់ជួយរៀបចំសម្រាប់ខ្ញុំ set schedule មានតាក់ទងជាមួយ follow up ការងារគេសម្ភារពេលណាម៉ោងប៉ុន្មានហើយរៀបចំទៅលើការសម្ភារផ្សេងៗទាំងអស់ហ្នឹងដើម្បីខ្ញុំ feel ready សម្រាប់ធ្វើការសម្ភារក្រោយពីការសម្ភាររួចក៏ពួកគាត់មានជា feedback មកខ្ញុំវិញហ្នឹងហើយថាតើមានលក្ខខណ្ឌរបៀបមិនដែរសម្រាប់ពីខាង feedback ពីខាងភ្ញៀវអញ្ចឹងគឺមានន័យថាយើងkeep contact គ្នាបន្តរហូតទៅដល់ខ្ញុំ success ក្នុងការធ្វើការក្រុមហ៊ុននៅក្រុមហ៊ុន Common ខ្មែរអូខេអញ្ចឹងពីខាងខ្ញុំណែនាំ My World Career ទៅអ្នកដែលកំពុងស្វែងរកការងារព្រោះតាមបទពិសោធន៍របស់ខ្ញុំ My World គាត់បានណែនាំសម្រាប់ក្រុមហ៊ុនដែលខ្ញុំធ្វើការបច្ចុប្បន្ន Common ខ្មែរដែលជាក្រុមហ៊ុនស្តង់ដាដែលវាត្រូវនឹងជំនាញរបស់ខ្ញុំត្រូវនឹងតាក់ទងជាមួយនឹងបរិយាកាសល្អបរិយាកាសការងារល្អហើយវាធ្វើឲ្យខ្ញុំមាន career development ទៅមុខទៀតអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងដូចខ្ញុំដូចគ្នាអូខេអញ្ចឹងជាចុងក្រោយcongratulations to My World សម្រាប់ anniversary 10ឆ្នាំហើយក៏ជូនពរ My World ឲ្យបន្តជោគជ័យទៅមុខទៀតអរគុណ